ចាស់ស្រុកខ្មែរយើងគឺពិតជាអភ័ព្វពេញហើយតែយើងបានឃើញវីដេអូនេះហើយគឺពិតជាម្ដងថាក្រៀមក្រំក្របគ្រួខ្លាំងមែនទែនហើយស្ថានភាពដែលពួកគាត់កំពុងតែរស់នៅនេះគឺយើងពិតជាពិបាកសម័យមែនទែនថាគាត់រស់នៅដោយរបៀបណាតែឲ្យសាកកាត់មើលនៅពេលដែលពួកគាត់ត្បាញបច្រែងត្រង់ពហុនេះគឺមួយថ្ងៃបានត្រឹមតែ10ជាងអីតែប៉ុណ្ណោះហើយមួយគឺតម្លៃត្រឹមតែ200ទេដល់គ្នា200គឺវាពិតជាតិចតួចខ្លាំងមែនតើដល់200គឺយើងពិបាកសម័យថាធ្វើតម្លៃមួយ200វាមិនមែនជាសិប្បកម្មក្នុងការត្បាញដើម្បីលក់ឲ្យធូរថ្លៃទេប៉ុន្តែគាត់ធ្វើដោយដៃផ្ទាល់ហើយតម្លៃ200ក្នុងមួយកញ្ច្រែងគឺពិតជាវាតិចមែនតើយើងសាកគិតមើលក្មេងៗដូចជាកូនខ្ញុំកូនអ្នកដតីអីគាត់ទៅរៀននេះយើងថាកូនមកជុំផងគាត់ទៅរៀនពេលខ្លះ1000នេះតិចបំផុតក្មេងៗឥឡូវគឺមានថាគាត់សុំតិចបំផុតក៏1000ដែរហើយយើងគិតមើលរបស់របរឥឡូវតើ200អាចទិញអីបានខ្លះហើយមួយថ្ងៃគាត់ត្បាញបាន10ជាងគាត់យ៉ាងច្រើនបានតាំងពី3000 4000អីវាមិនដឹងថាពួកគាត់រស់ដល់របៀបណាទេដល់ចាំមិនថាចាស់ស្រុកយើងគឺពិតជាអភ័ព្វខ្លាំងមែនទែនពួកគាត់បានឆ្លងកាត់សម័យកាលជាច្រើនហើយជួបសង្គ្រាមជួបរឿងដែលអភ័ព្វច្រើនហើយនៅពេលដែលគាត់ចាស់ទៅគឺស្ថានភាពគឺនៅតែពិបាកនៅតែវេទនាដដែលពួកគាត់សំតែទទួលបានការមើលថែសំតែរស់នៅជីវិតចុងក្រោយរបស់គាត់គឺឲ្យល្អមិនថាទោះបីជាមិនបានល្អយ៉ាងណាក៏ឲ្យគាត់មានអារម្មណ៍ថាកក់ក្ដៅមកគាត់ចាក់ចេញទៅវិញទាំងដែលគាត់ពេលខ្លះទៅរបស់ខ្លះគឺគាត់មិនដែលបានញ៉ាំមិនដែលបានស្គាល់ផងអញ្ចឹងគឺពិតជាអារម្មណ៍មួយដែលយើងពិបាកក្នុងការនិយាយមែនតើហើយចាស់ស្រុកយើងគឺពិតជាអភ័ព្វមែនតើមិនដូចជាចាស់នៅស្រុកគេដូចជានៅអឺរ៉ុបឬក៏នៅអាមេរិកឬក៏នៅតាមបណ្ដាប្រទេសដែលគេជឿនលឿនទេចាស់ស្រុកគេគឺគេអាចដើរលេងគេមានលុយបរិវត្តគេអាចរីឡែកទៅក្រៅប្រទេសដើរលេងឬក៏គេមិនសូវជាខ្វល់ក្នុងការចំជីវិតអីទៀតទេប៉ុន្តែចាស់ស្រុកយើងបើសិនជាយើងនិយាយពីត្រឹមតែមធ្យមអីពេលខ្លះនៅមើលចៅដាំបាកូននិយាយទៅគាត់រកកន្លែងគាត់ឲ្យគាត់សំណុកអត់បានទេគឺថានេះយើងនិយាយថាគូសារដែលគេមធ្យមអីដែលអាចចិញ្ចឹមម៉ែឪគេបានហើយគាត់នៅជាមួយអីទៅគាត់បានត្រឹមតែមើលចៅគាត់ដាំបាយឲ្យកូនទៅធ្វើការអញ្ចឹងទៅហើយគាត់នៅផ្ទះមើលអីចឹងទៅតែបើយើងទៅមើលចាស់ផ្សេងទៀតដែលគាត់ពិបាកជាងនឹងដែលមានគូសារដែលថាជីវភាពពិបាកជាងនឹងគឺរត់តែពិបាកមិនត្រឹមមិនមើលចៅណាពេលខ្លះទៅសឹងតែគាត់ទៅធ្វើការដែលថានៅតែបន្តធ្វើការដែលធន់ដែលពិបាកទៀតអញ្ចឹងខ្ញុំឃើញវីដេអូរបស់លោកតាមួយដែលគាត់ជាជនបកការគាត់ឡើងកាប់ដងផេះដងឲ្យគេហើយគាត់ពិការគ្នាហើយឡើងកាប់ដងទៅហើយមួយថ្ងៃមិនដឹងទាំងបានប្រហែលទេហើយដូចលោកយាយពីរនាក់គាត់ត្បាញកញ្ច្រែងនេះគឺគាត់មួយថ្ងៃបាន10ជាងអីហើយ1 200អីដល់គ្នាអើយវាពិតជារឿងមួយដែលយើងមើលហើយពិតជាឈួលមែនទែនឈួលក្នុងបេះដូងឈួលក្នុងចិត្តមែនទែនដែលវាយើងមិនចង់ឃើញនៅក្នុងចាស់ស្រុកខ្មែរយើងគាត់រស់នៅដោយស្ថានភាពបែបហ្នឹង